ជាបង្ធាទេខ្ញុំគ្រាន់តែនិយាយពីបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបប្តីប្រពន្ធបង្ធាគាត់ពិតជាមនុស្សល្អពិតប្រកបក្នុងចិត្តខ្ញុំអញ្ចឹងខ្ញុំសូមជូនពរបង្ធាគាត់នឹងរួចផុតពីរឿងមិនល្អអ្នកដែលតាមព្យាបាទគាត់ឲ្យឆាប់នេះគាត់ជួបតែសំណាងល្អនិងអំពើល្អខ្ញុំជឿថាអំពើល្អនឹងថែរក្សាមនុស្សល្អហ្នឹងហើយអរគុណបងសុខសប្បាយស៊ូបងកុំយំអរគុណចាអូនតម្លៃអរគុណអូនបងប្អូនលឺអីអត់បត់ចូលមកមិញខ្ញុំអត់សូវលឺស្រឡេងអត់បត់និយាយទេបងប្អូនព្រោះខ្ញុំមកធ្លាប់ទាញអញ្ចឹងបងប្អូនអរគ្នាជិះឡានតាណាបងជិះឡានមកពីក្រៅមិញមកជួបបងម្នាក់មកជួបបងដែលគាត់ជាបងរាប់អានគ្នាអូនអាណិតជាធាអូនពលកគាត់ឆាតមកបងគាត់ខលមកបងឲ្យកម្លាំងចិត្តបងគាត់ថាបងស៊ូបងប្រាប់ថាបងនឹងស៊ូប៉ុន្តែមិញនេះពលកឆាតថាគាត់ខលតែគេ20នាទីម្នាក់20នាទីម្នាក់20នាទីឲ្យតែខ្ញុំផុសរូបអ្នកណាចូលខមមិនអាខោតខ្ញុំគឺគាត់ឆាតតែគេទាំងអស់អញ្ចឹងខ្ញុំសូមឲ្យប្រមុខថ្នាក់ដឹកនាំជួយមើលទៅលើទង្វើបុគ្គលឈឹមវិបុលម្នាក់នេះខ្ញុំជាសកម្មជនម្នាក់របស់ថ្នាក់ដឹកនាំប្រទេសជាតិរបស់ខ្ញុំមិនត្រូវការឲ្យបងឯងមកបំផ្លាញមុខមាត់ប្រទេសជាតិរបស់ខ្ញុំមកធ្វើជួសធ្វើកោពលកអត់ហ៊ានកម្រើកទេពេលដែលបងឯងឆាតទៅគេបងឯងអាងអំណាចមុខមាត់ធ្វើការនទូតបងឯងអត់យកមុខមាត់នឹងមកជួយពលកទេបែរជាបងឯងមកជន់ពលិចខ្ញុំទៅវិញហើយខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំសួរបងប្អូនខ្ញុំសួរច្បាប់ទៅឈឹមវិបុលមុននឹងឲ្យគ្នាលោកឯងនឹងពលកទៅថតឡាយមកទូតណាចាទៅបើទូបាក់អាប់បត់ថាពិបាលមកទៅការច្បាប់ហើយខ្ញុំសួរទៀតលោកឯងធ្វើនឹងលោកឯងគ្រប់គ្រងខ្ញុំសួរថាច្បាប់តមកគេឲ្យយើងនៅទេសម្រាប់បុគ្គលដែលដាច់វីសានៅប្រទេសថៃខ្ញុំជាមនុស្សម្នាក់ដែលជួយដល់មុខមាត់ប្រទេសជាតិដែលជួយដល់ថ្នាក់ដឹកនាំរបស់ខ្ញុំដើម្បីប្រជាពលករខ្មែររបស់ខ្ញុំនៅស្របច្បាប់តែខ្ញុំខុសដែរមែនលោកខ្ញុំវិបុលតែខ្ញុំខុសដែរមែនសូម្បីតែពលករខ្ញុំដែលធ្លាក់លឹមលីសមកហើយខ្ញុំផុសភ្ញៀវខ្ញុំក៏មិនថាបងទៅអប់រំថ្ងៃណារឿងនេះបើតាមមើលវាទំនាស់ផលប្រយោជន៍ហើយនេះក្នុងចិត្តគិតតែអ្នកម្ដាយកូនអត់មានទំនាស់មួយគាត់ទេតែគាត់ព្យាយាមតាមកូនអត់ឈប់ក៏ដល់មកកូនឲ្យការងារតែឲ្យគាត់តែគាត់ដល់រឿងអត់បានទេអ្នកម្ដាយបងប្អូនរត់រឿងមួយគាត់មួយឆ្នាំជាង2ឆ្នាំអត់បានទេអញ្ចឹងកូនកន្លងមកកូនបាននិយាយមួយគាត់ថាបងបើសិនជាបងចង់ឲ្យប្អូនរស់ស៊ីជាមួយបងដើររឿង MOU ឲ្យត្រូវប្អូននឹងដាក់ជាមួយបងតែបើសិនជាបងដាក់អញ្ចឹងមួយឆ្នាំជាងប្អូនអត់យកកិត្តិយសមុខមាត់របស់ប្អូនទៅធ្វើជាមួយបងទេពីព្រោះអីពលករគាត់រកលុយពិបាកណាស់ចាគាត់ធ្វើអត់បានឲ្យទេអ្នកម្ដាយមួយឆ្នាំ4ខែអ្នកដែលស្គាល់គ្នាម្នាក់សិតតែ5-6,000 ដុល្លារគាត់ធ្វើអត់បានឲ្យគេអ្នកខ្លះលុតជង្គង់បងគាត់ក៏គាត់មិនឲ្យដែរត្រូវរឿងទៅដល់ថ្នាក់ដឹកនាំដោះស្រាយភាសា2សា3សាលោកឈឹមវិបុលលោកឯងធ្វើលោកឯងត្រូវគិតថាបើមានពលករតែផ្ដាំខ្ញុំលោកធ្វើខ្ញុំចោលតែតាមច្បាប់តែនេះគឺអត់ហើយលោកបែរជាមកទាញលោកបង្កើតជាបាក់ពួកខ្ញុំយល់សម្រាប់វាយប្រហារពួកអ្នកដែលគាត់ប្រឆាំងនឹងថ្នាក់ដឹកនាំខ្ញុំអត់ថាអីទេតែយកបាក់ពួករបស់លោកមកវាយប្រហារខ្ញុំជាសកម្មជនគណៈបកប្រជាជនដែរតែត្រូវអត់ហើយខ្ញុំធ្វើឲ្យពលករបានពិតប្រាកដ 100% ចុះទៅទាំង100នេះសកម្មភាពរបស់ខ្ញុំគឺបងប្អូនក៏ឃើញផ្ទាល់ហើយណាខ្ញុំអតីតណាពលករដែលអត់អ្នកខ្លះទៀតបងធីអើយអូនអត់ទេណាអូនដាច់ការងារអត់មានការងារទេបងអើយ
ខ្ញុំវេឲ្យទៅម្ដង1000 បាត 2000 បាតដើម្បីជួយខ្ញុំមិនអ្នកមានទេប៉ុន្តែខ្ញុំអាណិតខ្ញុំធ្លាប់អត់ខ្ញុំធ្លាប់ពិបាកតែខ្ញុំយល់ខូចមែនហ្នឹងចាអូនជួយ share ម្នាក់មួយបងប្អូនជួយ share ម្នាក់មួយខ្ញុំប្រាប់គាត់ហើយប្រាប់ទៀតកន្លងមកគាត់ធ្វើឲ្យគេអត់បានទូរស័ព្ទទេទៅក៏មិនលើកតាក់ទងក៏មិនបានឲ្យខ្ញុំធ្វើយ៉ាងម៉េចខ្ញុំមិនត្រូវរកកន្លែងណាដែលធ្វើឲ្យលឿនមួយឆ្នាំពលករចាំអត់បានគេផុសរូបមកយើងមិនខូចកិត្តិយសព្រោះខ្ញុំធ្វើការនៅនេះ20ជាងឆ្នាំហើយខ្ញុំត្រូវការភាពច្បាស់លាស់ព្រោះអីគាត់ធ្វើការហាក្តៅហាថ្ងៃអ្នកខ្លះធ្វើការសំណងសងសំណាងនឹងគ្រោះថ្នាក់ណាចាប៉ុន្តែអត់ទេឲ្យសម្ដេចជួយមើលផងអ្នកម្ដាយក៏ជាភ្នែកជាចំមុះមួយហើយបងប្អូននិងហ្វេនទាំងអស់គ្នាអ្នកម្ដាយរាល់ថ្ងៃនេះបើអត់មានអ្នកម្ដាយជាទេវតាភ្នែកទឹកសម្រាប់មើលប្រជាពលរដ្ឋទេមិនដឹងជាមន្ត្រីនៅថ្នាក់ក្រោមយ៉ាងម៉េចទេបងប្អូនអរគ្នាខ្ញុំប្រាប់គឺមន្ត្រីមួយចំនួនយកមុខថ្នាក់ដឹកនាំមកអាងអំណាចឲ្យពលករខ្លាចអត់ហ៊ានកម្រើកទោះបីគេធ្វើ2ឆ្នាំឲ្យគេអត់បានគេគ្រាន់តែផុសរូបកូនចៅក៏ឈឹមវិបុលធ្វើបាបគេបានដែរហើយឥឡូវឈឹមវិបុលមកតាមធ្វើស៊ីខ្ញុំទាំងដែលខ្ញុំធ្វើដោយសមត្ថភាពខ្ញុំចាប់ដៃគូគ្រប់យ៉ាងពេលដែលខ្ញុំរត់រឿងទៅស្រុកខ្មែរក៏លុយបានចូលទៅរត់ខ្មែររបស់ខ្ញុំដែរចាណាបានទាំងថៃបានទាំងខ្មែរហើយខ្ញុំជួយពលករខ្មែររបស់ខ្ញុំឲ្យបានពិតណាហើយអ្នកដែលផុសខ្ញុំទាំងបាម៉ានបើជាពលករខ្ញុំអត់នេះទេណាខ្ញុំមិនថាទេតែជាសកម្មជនដែលលោកទុកវាយគណៈបកប្រឆាំងហេតុអីលោកយកមកវាយគណៈវាយសកម្មជនគណៈបកប្រជាជនដូចគ្នាហាចុះរឿងនេះបានរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងដែលទេនៅអ្នកម្ដាយកូនអត់មានខ្នងកូនអត់មានខ្សែទេកូនសង្ឃឹមលើអ្នកម្ដាយជួយកូនអត់មានខ្សែមានអីទៅតាក់ទងទៅក្រសួងទៅអ្នកម្ដាយកូនមានតែម្រាមដៃ10ដើម្បីលុបបំបត្តិមន្ត្រីឈឹមវិបុលម្នាក់នេះកុំឲ្យធ្វើព្យុះធ្វើផ្គរធ្វើភ្លៀងពលករខ្លាចគាត់ណាស់ហើយថ្ងៃនេះទៀតសោតកូនគិតថាគាត់បញ្ឈប់សកម្មភាពនឹងហើយប៉ុន្តែឥឡូវនេះបែរជាគាត់មកគៀងកពលករកូនបន្តនៅតែបន្តសកម្មភាពគាត់ព្យាយាមថាធ្វើមិនក៏ដោយឲ្យតែមានពលករមកប្តឹងកូនឲ្យច្រើនពលករគេមិនមកគាត់ជួលលុយគេទៀតបងឯងមិនធ្វើអញ្ចឹងបងឈឹមវិបុលហ៎បងឯងមិនធ្វើអញ្ចឹងមូលហេតុអីបានបងធ្វើអញ្ចឹងហ៎មូលហេតុអីបងមិនអាណិតដល់ថ្នាក់ដឹកនាំហេតុអីលោកហ៎ខ្ញុំកន្លងមកខ្ញុំរកសម្លេងឆ្នោតដល់ពេលមុតបោះឆ្នោតពលករគាត់តែឃើញខ្ញុំទៅគឺគាត់ពេញចិត្តខ្ញុំគាត់ស្រឡាញ់បងធាជា idol ខ្ញុំបើសិនជាមិនបងខ្ញុំអត់ចូលទេបងខ្ញុំស្រឡាញ់ណាបងឯងគួរតែទុកណាមុខមាត់មួយសម្រាប់ប្រទេសជាតិនៅទឹកដីនេះមិនមែនតែផលប្រយោជន៍អត់បានផលប្រយោជន៍ចូលកប៉ៅលោកឯងបែរជាបង្វែររឿងទៅជាខ្ញុំជាជនឆោបោកទេកិត្តិយសរបស់ខ្ញុំខំសាងណាលោកខ្ញុំខំសាងណាហេតុអីក៏លោកបំផ្លាញខ្ញុំដោយវិធីរបៀបនេះខ្ញុំសួរលោកឥឡូវលោកហ៊ានអត់ហ៊ានប្រកាសអត់ឲ្យក្រសួងចេញប្រកាសថាឈឹមវិបុលធ្វើបាបពលករមួយអ្នកខ្លះកន្លងមកដែលរងគ្រោះដោយឈឹមវិបុលហើយឲ្យពលករប្រកាសថាមានពលករណាដែលរងគ្រោះដោយសារខ្ញុំអត់ណាខ្ញុំសុំឲ្យថ្នាក់ដឹកនាំប្រកាសអញ្ចឹងមកចាខ្ញុំសុំឲ្យថ្នាក់ដឹកនាំប្រកាសរកបុគ្គលឈឹមវិបុលនេះកន្លងមកធ្លាប់ធ្វើបាបពលករនៅទីនេះបើមិនខ្លាំងតែគេធ្វើមិនបានហើយឈឹមវិបុលអាងអំណាចជួលប៉ូលីសទៅធ្វើបាបគេចាប់គេប៉ូលីសគេចេញទៅស្រុកខ្មែរឥឡូវឈឹមវិបុលកំពុងតែរកវិធីដើម្បីឲ្យខ្ញុំអស់សិទ្ធិអស់អំណាចនៅទឹកដីថៃដែលខ្ញុំរស់នៅ20ជាងឆ្នាំនេះ
ឆុំវិបុលបកាមកសមុខសញ្ញាគាត់បោកប្រាស់ឋានៈច្រើនណាស់អាខោនដែលកំបិនឆុំវិបុលសិតតែកូនចៅឆុំវិបុលទាំងអស់មិនមែនជាអតិថិជនរបស់ខ្ញុំហេតុអីបានលោកឆុំវិបុលធ្វើអញ្ចឹងហេតុអីបានលោកឆុំវិបុលធ្វើអញ្ចឹងហេតុអីមិនប្រើសកម្មជនសម្រាប់វាយប្រហារបុគ្គលដែលល្មើសគុណដល់ថ្នាក់ដឹកនាំហេតុអីបានជាវាយប្រហារនាងខ្ញុំទាំងដែលនាងខ្ញុំជួយពលករហើយនាងខ្ញុំសូមសួរមួយទៀតបងប្អូនទាំងអស់គ្នាខ្ញុំចង់សួរទៅកាន់បងឆុំវិបុលពលករដែលគាត់ដាច់វីសានៅប្រទេសថៃលោកគៀងកោទាំងដែលនាងខ្ញុំណាជួយពួកគាត់ឲ្យស្របច្បាប់មានតែការខ្ញុំលាក់បាំងកុំឲ្យដឹងថាពលករនៅទីណាពេលប៉ូលីសចាប់តមកចាប់ខ្ញុំខលខៀមួយប៉ូលីសថាខ្ញុំកំពុងតែរត់រឿងឲ្យគាត់ខ្ញុំជួយដំណោះស្រាយជូនពលករប៉ុណ្ណឹងកន្លែងណាដែលពលករមានបញ្ហាថៅកែមិនបើកលុយឲ្យខ្ញុំចុះទៅជួបផ្ទាល់ទៀតហេតុអីក៏លោកឯងមកបំផ្លាញបុគ្គលដោយខ្ញុំហេតុអីហើយមួយទៀតវីសាគេតម្រូវឲ្យពលករចុះទៅខ្មែរ4ខែ5ខែពេលខ្លះអ្នកខ្លះរត់រឿង7ខែអត់ទាន់បានមកវិញទេចុះ7ខែលោកគិតមើលតែកម្មករគាត់ញ៉ាំអីគ្រួសារគាត់ត្រូវជាពាក់បំណុលធនាគារណាអ្នកខ្លះគឺត្រូវជាពាក់បំណុលធនាគារផ្ញើទៅថ្លៃញ៉ាំថ្លៃចុកទៅគាត់តែរកវិធីឃើញខ្ញុំមួយណាដែលជួយទៅបានពលករបានទៅទាំងវងលោកអត់សប្បាយអនឹងការខ្ញុំជួយគាត់ទេលោកបែរទៅជាគៀងកោលោកបែរជាមកឆាតមកភ្ញៀវរបស់ខ្ញុំឲ្យមកដាក់ពាក្យបណ្ដឹងទោះជាភ្ញៀវខ្ញុំមិនទៅក៏លោកឲ្យថ្លៃឡានទៅទៀតភ្ញៀវខ្ញុំមកទៅទៀតណាភ្ញៀវខ្ញុំមកទៅទៀតឥឡូវលោកហ៊ានប្រកាសមួយខ្ញុំអត់ហើយលោកយកពលករខ្ញុំប្រមាណអ្នកដែលនៅខុសច្បាប់ហូរទឹកភ្នែកឲ្យមនុស្សអញ្ចឹងស៊ូបងអត់ហូរទឹកភ្នែកដើម្បីគាត់ទេគឺបងតូចចិត្តហេតុអីគាត់ជន់បងមិនលែងហេតុបីគាត់បំពេញច្បាប់អូនបើសិនជាមានការពាក្យបណ្ដឹងគាត់ត្រូវមានការកោះហៅបងទៅបំភ្លឺតែនេះគឺអត់មានទាំងអស់គឺគាត់ផុសយកបដ ாய் ផុសជាសាធារណៈទាំងដែលប្រវត្តិខ្លួនឯងធ្វើបាបពលករបោកពលករខ្ញុំមកជួយពលករបានលោកឯងមិនសប្បាយចិត្តលោកឯងមិនសប្បាយចិត្តមែនហេតុអីលោកឯងមិនអាណិតអ្នកដែលគ្នារងគ្រោះលុយលោកឯងយកទៅដាច់លោកឯងធ្វើអត់បានឲ្យគេទេកន្លងមកណាខ្ញុំអត់បានជះទឹកទៅលោកឯងទេតែនេះគឺលោកមកប៉ះពាល់ខ្ញុំចាណាមួយទៀតលោកយកពលករទៅលោកអះអាងថាទោះជាអត់វីសាក៏ដោយអត់ប៉ាសពតក៏ដោយមកលោកឯងអ្នកការពារលោកឯងជាមន្ត្រីលោកឯងស្ម័គ្រចិត្តលោកឯងការពារពលករខុសច្បាប់បានមែនខ្ញុំសួរសិនចាស់បើសិនជាតមកចុះមកត្រូវចាប់ពួកគាត់ដែលខុសច្បាប់នឹងបញ្ជូនទៅស្រុកខ្មែរតើលោកមានការធានាខុសត្រូវចំពោះពួកគាត់ដែរអត់អញ្ចឹងបើសិនជាមនុស្សខុសច្បាប់ខ្ញុំជួយហើយលោកបែរទៅជាមកប្រឆាំងលោកបែរជាបំបោអ្នកដែលអត់ទាន់មានស្របច្បាប់ទាំងអស់ទៅមកប្តឹងខ្ញុំសួរថាលោកឯងសហការជាមួយតមកមែនលោកឯងគ្រប់គ្រងពលករខុសច្បាប់មែនខ្ញុំសូមសួរបងឯងកន្លែងហ្នឹងបងឆុំវិបុលណាខ្ញុំជួយថ្នាក់ដឹកនាំជួយបែបម៉េចជួយពលករខ្មែរខ្ញុំដែលគាត់នៅខុសច្បាប់ដែលវីសាដាច់ឲ្យស្របច្បាប់ស្រុកគេនេះគឺជាមុខមាត់របស់ខ្ញុំមួយទៅណាមកណាគឺកម្មករអោបខ្ញុំថើបខ្ញុំចុះទៅម្ដងមានតែពលករស្រឡាញ់ខ្ញុំគ្រប់គ្នាលោកអត់សប្បាយចិត្តចាចិត្តតិចបងមានដំណោះស្រាយតាំងសតិបងធាកុំយំអូនអើយបងធាប្រាប់អូនត្រង់ពេលដែលខ្ញុំឃើញអ្នកម្ដាយចូលខមមិនបងសប្បាយចិត្តហើយបងមានអារម្មណ៍ថាបងមានកិត្តិយសដែលអ្នកម្ដាយគាត់អត់បោះបង់សូម្បីតែប្រជាពលករនៅស្រុកថៃក៏អ្នកម្ដាយអត់បិទភ្នែកដែរចា
លោកតែងតែយកចិត្តទុកដាក់ទោះជាសម្ដេចគាត់រវល់ណាស់កិច្ចការប្រទេសជាតិគឺច្រើនលោកមើលមិនអស់ទេ